ជាការពិតណាស់ខ្ញុំសូមពន្យល់ពី Monitor Computer ជាភាសាខ្មែរ Monitor Computer Monitor គឺជាឧបករណ៍អេក្រង់ Screen ឬឧបករណ៍បង្ហាញ Display Device សម្រាប់កុំព្យូទ័រវាដើរតួនាទីបង្ហាញព័ត៌មានជាសូរស័ព្ទនិងរូបភាពដល់អ្នកប្រើដូចជាឯកសាររូបភាពវីដេអូកម្មវិធីហ្គេមនិងអ្វីផ្សេងទៀតដែលកុំព្យូទ័រធ្វើការវាស្រដៀងនឹងទូរទស្សន៍ប៉ុន្តែត្រូវបានប្រើសម្រាប់កុំព្យូទ័រជាពិសេសរបៀបដំណើរការ Monitor ទទួលសញ្ញា Signal ពីកាតអេក្រង់ Graphics Card នៅក្នុងកុំព្យូទ័រហើយបកប្រែសញ្ញានោះទៅជារូបភាពនិងអក្សរដែលយើងឃើញនៅលើអេក្រង់ប្រភេទ Monitor សំខាន់1. Liquid Crystal Display ប្រើប្រាស់បច្ចេកវិទ្យាត្រង់ស៊ីតូរ៉ាលី Q Crystal Liquid ដើម្បីបង្កើតរូបភាពរត់ត្រជាក់និងប្រើប្រាស់ថាមពលតិច 2. LED Light Emitting Diode ជាប្រភេទ LCD តែប្រើពន្លឺ LED ជាប្រភព backlight ផ្ដល់ពណ៌ដ៏ស្រស់ត្រកាលនិងប្រើថាមពលតិចជាង LCD 3. Old Organic Light Emitting Diode បច្ចេកវិទ្យាទំនើបដែល pixel គ្នាអាចភ្លឺផ្ទាល់ខ្លួនផ្ដល់នូវពណ៌ខ្មៅដ៏ជ្រៅនិងគុណភាពរូបភាពល្អជាង 4. Curved Monitor អេក្រង់កោងដែលជួយធ្វើឲ្យមានការយកចិត្តទុកដាក់និងទឹកភ្នែកយល់ស្របពេលមើលលក្ខណៈសំខាន់នៃ Monitor ទំហំ size វាស់ជាអង្សា inch តាមតឹងអេក្រង់ 24:27 គុណភាពរូបភាព resolution បង្ហាញពីចំនួន pixel នៅលើអេក្រង់ Full 4K អត្រាធ្វើបច្ចុប្បន្នភាព refresh rate បង្ហាញពីចំនួនដងដែលអេក្រង់ធ្វើបច្ចុប្បន្នភាពរូបភាពក្នុង1វិនាទី 60 Hz 144 Hz អត្រាខ្ពស់សម្រួលដល់ការលេងហ្គេមនិងមើលវីដេអូសង្ខេប Monitor គឺជាផ្នែកមួយដ៏សំខាន់នៃកុំព្យូទ័រដែលធ្វើជាមេដៃគូរូបភាពរវាងមនុស្សនិងម៉ាស៊ីនគុណភាពរបស់វាក៏អាចជួយកាត់បន្ថយភាពអស់កម្លាំងភ្នែកនិងបង្កើតបទពិសោធន៍ប្រើប្រាស់កាន់តែល្អផងដែរ